បាទសួស្តីដល់អ្នកទាំងអស់គ្នាថ្ងៃនេះសូមធ្វើការចែករំលែកនៅវីដេអូមួយដែលវីដេអូនោះគឺខ្ញុំនឹងធ្វើការ live នៅក្នុង channel YouTube ជាទូទៅសម្រាប់បងប្អូនក៏ដូចជាមិត្តភ័ក្តិទាំងអស់គ្នាសម្រាប់ការ live នៅក្នុង YouTube តាមរយៈទូរស័ព្ទដៃយើងអាច live ជាទម្រង់ picture និងទម្រង់ផ្ដេកដែល picture គឺជា portrait និងផ្ដេកជាទម្រង់ landscape បាទអញ្ចឹងដើម្បីធ្វើការ live ជាលក្ខណៈផ្ដេកបងប្អូនត្រូវធ្វើការចូលទៅក្នុង channel YouTube របស់យើងមួយបាទអញ្ចឹងត្រង់ចំណុចកន្លែងនេះគឺខ្ញុំបានធ្វើការចូលទៅក្នុង channel YouTube របស់ខ្ញុំបន្ទាប់មកទៀតខ្ញុំនឹងធ្វើការជ្រើសរើសនៅសញ្ញា live ដែលនៅចំប្រឡោះកតាមានសញ្ញាបូកនេះបាទខ្ញុំចុចបន្ទាប់មកទៀតគឺយើងមាននៅក្នុងទម្រង់នេះមានវីដេអូ short និង live បាទអញ្ចឹងនៅត្រង់កន្លែងនេះគឺខ្ញុំសូមធ្វើការជ្រើសរើសយកនៅ live បន្តមកទៀតនៅត្រង់សញ្ញាខ្មៅដៃនេះយើងត្រូវធ្វើការបដូរនៅtitle នៃវីដេអូនៅក្នុងការ live របស់យើងសម្រាប់បងប្អូនក៏ដូចជាមិត្តភ័ក្តិទាំងអស់គ្នានៅពេលដែលយើងធ្វើការ live នៅក្នុង channel YouTube គឺយើងត្រូវធ្វើការដាក់នៅចំណងជើងបាទអញ្ចឹងគឺខ្ញុំដាក់របៀប live វីដេអូផ្ដេកបាទអញ្ចឹងបន្តមកទៀតកន្លែង visibility នេះគឺយើងត្រូវធ្វើការដាក់នៅ public បើសិនជាករណីបងប្អូនក៏ដូចជាមិត្តភ័ក្តិទាំងអស់គ្នាចង់ឲ្យវីដេអូការ live របស់យើងទៅជាសាធារណៈបាទអញ្ចឹងគឺខ្ញុំសូមឧទាហរណ៍ទេគឺខ្ញុំយក Unlist បន្តមកទៀតនៅត្រង់ចំណុចកន្លែង audience require នេះបើសិនជាករណីយើងការ live នៅ channel YouTube របស់យើងគឺខ្ញុំជ្រើសរើសយកពាក្យNo it is not made for kids បាទតមកទៀតនៅត្រង់កន្លែង location នេះបងប្អូននៅខេត្តឬក៏នៅភ្នំពេញគឺយើងអាចធ្វើការជ្រើសរើសបានអញ្ចឹងគឺខ្ញុំដាក់Cambodia ចង់ schedule បើសិនជាករណីយើង live មិត្តភ័ក្តិទាំងអស់គ្នាចង់ធ្វើការ live តាមរយៈការកំណត់ពេលវេលាម៉ោងដែលយើងចង់ធ្វើការ live បាទអញ្ចឹងគឺយើងអាចធ្វើការជ្រើសរើសបានបាទអញ្ចឹងគឺខ្ញុំសូមធ្វើការបិទបន្តមកទៀតនៅត្រង់កន្លែងពាក្យ advanced setting នៅត្រង់ចំណុចកន្លែងនេះគឺខ្ញុំចង់បង្ហាញអំពី orientation បាទបើសិនជាករណីយើងជ្រើសរើសយកពាក្យ orientation តកតងនឹងកន្លែង select orientation វាមាន2មាន vertical និង horizontal បាទអញ្ចឹង vertical គឺជាទម្រង់ប្រឆាំងហើយតកតងនឹង horizontal គឺជាទម្រង់ផ្ដេកអ្វីដែលខ្ញុំចង់លើកយកមកបង្ហាញជូនដល់បងប្អូនក៏ដូចជាមិត្តភ័ក្តិទាំងអស់គ្នាអំពីរបៀបការ live វីដេអូបែបទម្រង់ផ្ដេកតាមរយៈទូរស័ព្ទដៃបាទបន្តមកទៀតគឺយើងត្រូវធ្វើការ back មកក្រោយវិញបាទអញ្ចឹងនៅត្រង់ចំណុចកន្លែងនេះគឺយើងត្រូវធ្វើការបដូរនៅទម្រង់ទូរស័ព្ទដៃរបស់យើងគឺយើងនឹងធ្វើការបដូរឲ្យទៅជាទម្រង់បែបលក្ខណៈទម្រង់ផ្ដេកបាទអញ្ចឹងសម្រាប់ការ live របស់ខ្ញុំនេះគឺកំពុងតែធ្វើការ live ដែលខ្ញុំវីដេអូរបស់ខ្ញុំគឺខ្ញុំមិនបានធ្វើការ public ទេបាទអញ្ចឹងបន្តមកទៀតគឺយើងត្រូវធ្វើការចុចនៅពាក្យ Go live បាទអញ្ចឹងសម្រាប់វីដេអូរបស់ខ្ញុំដែលខ្ញុំបានធ្វើការ live នេះគឺវាបានធ្វើការកំពុងតែធ្វើការ live ហើយសម្រាប់តកតងនឹងកាមេរ៉ាគឺយើងអាចធ្វើការបដូរទៅក្រោយក៏បានឬក៏ខាងមុខក៏បានបាទអញ្ចឹងសម្រាប់បងប្អូនក៏ដូចជាមិត្តភ័ក្តិរបស់គ្នាបើសិនជាករណីយើងចង់ធ្វើការប្រើប្រាស់នៃវីដេអូក៏ដូចជាតាមរយៈការ live បែបលក្ខណៈទម្រង់ផ្ដេកឬក៏ឆាវបងប្អូនអាចធ្វើការទស្សនាចំពោះការបង្ហាញរបស់ខ្ញុំនេះបាទអញ្ចឹងសម្រាប់វីដេអូរបស់ខ្ញុំថ្ងៃនេះគឺខ្ញុំបានមានការបង្ហាញជូនដល់បងប្អូនក៏ដូចជាមិត្តភ័ក្តិរបស់គ្នាអំពីរបៀបការ live វីដេអូបែបទម្រង់ផ្ដេកបាទអញ្ចឹងបើសិនជាបងប្អូនក៏ដូចជាមិត្តភ័ក្តិរបស់គ្នាពេញចិត្តរាល់ការចែករំលែករបស់ខ្ញុំកុំភ្លេចជួយចុចនៅ like ឬក៏ comment នៅក្នុងវីដេអូរបស់ខ្ញុំមួយផងបាទបើសិនជាស្រឡាញ់និងចូលចិត្តរាល់ការចែករំលែករបស់ខ្ញុំកុំភ្លេចជួយធ្វើការចុចនៅ subscribe នៅ YouTube របស់ខ្ញុំផងបាទជួបគ្នានៅវីដេអូក្រោយអរគុណច្រើនជម្រាបលាបាយបាយ